បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរូបមន្តធ្វើទឹកប្រហុកឆ្ងាញ់ម្ដងទៀតហើយបងប្អូនពូមីងទាំងអស់គ្នាបាទកុំភ្លេចជួយ share ម្នាក់មួយផងបងប្អូនមើលវីដេអូនេះឲ្យចប់សម្រាប់បងប្អូនពូមីងដែលចង់ចេះធ្វើទឹកប្រហុកឆ្ងាញ់បងប្អូនពូមីងទាំងអស់គ្នាបាទហើយកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងនឹងបានគន្លឹះថ្មីនឹងរបៀបធ្វើមុខម្ហូបថ្មីពីខ្ញុំជារៀងរាល់ថ្ងៃបងប្អូនណាបាទថ្ងៃនេះប្រើប្រពន្ធឲ្យធ្វើទឹកប្រហុកហើយបងប្អូនពូមីងដោយសារតែចុងភៅហ្នឹងគឺខ្ពើមប្រហុកបងប្អូនពូមីងអត់ចេះហូបប្រហុកទេនិយាយតាមត្រង់ពូមីងទាំងអស់គ្នាបាទហើយរូបមន្តនេះបងប្អូនត្រូវតែធ្វើតាមខ្ញុំបងប្អូនណាបើសិនជាចង់បានរសជាតិឆ្ងាញ់ដូចខ្ញុំបងប្អូនពូមីងទាំងអស់គ្នាជាដំបូងយើងរើសយកប្រហុកដែលល្អសិនមកបងប្អូនណាប្រហុកឆ្អឹងក៏បានប្រហុកសាច់ក៏បានស្រេចទៅលើបងប្អូនពូមីងទាំងអស់គ្នាបាទសម្រាប់ប្រហុករបស់យើងនេះគឺយើងថ្លឹងចំនួន1គីឡូសិនមកបងប្អូនពូមីងមុននឹងយើងត្រូវការធ្វើទឹកប្រហុកត្រូវការធ្វើរូបមន្តមួយនេះឲ្យបានឆ្ងាញ់បងប្អូនត្រូវតែដាក់គ្រឿងតាមខ្ញុំទាំងអស់បងប្អូនពូមីងណាអត់ឲ្យខ្វះមួយមុខណាទេបាទប្រហុក1គីឡូបងប្អូនពូមីងទាំងអស់គ្នាឥឡូវយើងធ្វើការដាក់ម៉ាស៊ីនក្លុកបងប្អូនណាយើងក្លុកតិចបងប្អូនមិនចាំបាច់ចិញ្ច្រាំក៏បានដែរក្លុកទៅគឺវាម៉ត់ល្អដូចតែគ្នាទេបងប្អូនពូមីងទាំងអស់គ្នាបាទយើងដាក់តាំងចង្វាអញ្ចឹងតែម្ដងទៅបងប្អូនពូមីងយើងដាក់ក្លុកតតែ2 3ម៉ាស៊ីនណាបងប្អូនពូមីងទៅវាអស់បងប្អូនពូមីងណាបាទឥឡូវនេះយើងចាប់ផ្ដើមថ្លឹងប៊ីចេងបងប្អូនណាបាទប៊ីចេងនេះគឺចំនួនកន្លះខាំបងប្អូនពូមីងប៊ីចេងចំនួនកន្លះខាំបងប្អូនពូមីងណាកុំដាក់លើសនឹងបងប្អូនពូមីងទាំងអស់គ្នាបាទដាក់ប្រហែលខ្ញុំនឹងមកបងប្អូនពូមីងទាំងអស់គ្នាបាទបន្ទាប់មកទៀតគឺចាប់ផ្ដើមថ្លឹងស្ករសយើងចំនួនកន្លះគីឡូបងប្អូនបាទស្ករសយើងចំនួនកន្លះគីឡូបងប្អូនពូមីងទាំងអស់គ្នាបាទយើងធ្វើការរពឹងរីកហើយលើកភ្នែកអញ្ជើញឲ្យមើលទៀតបងប្អូនពូមីងទាំងអស់គ្នាបាទឥឡូវនេះគឺចាប់ផ្ដើមដាក់ស្ករសគ្រឿងផ្សំយើងខ្លះចឹងក្លុកជាមួយប្រហុកចឹងណាបងប្អូនដើម្បីកុំឲ្យយើងពិបាកកូរបងប្អូនបើយើងក្លុកចឹងទៅគឺវាម៉ត់ចូលជាតិជាមួយគ្នាហើយហ្មងបងប្អូនបាទនោះគឺមានខ្ទឹមស2ខាំគល់ស្លឹកគ្រៃ2ខាំរំដេងខ្ចី1ខាំស្លឹកក្រូចសើចពុកម៉ែបងប្អូនដាក់តាមការចូលចិត្តតែកុំដាក់តិចពេកបងប្អូនណាដាក់តិចពេកគឺប្រហុកនឹងអត់ឈ្ងុយទេបងប្អូនពូមីងបាទនេះទឹកយើងដាំពុះធម្មតាគឺចំនួន2លីត្របងប្អូនណាអាហ្នឹង1លីត្រកន្លះក្នុងមួយផ្តិលហ្នឹងខ្ញុំដាក់វល់ពេញហ្នឹងបងប្អូនពូមីង1លីត្រកន្លះអញ្ចឹងហើយត្រូវវល់ចូលកន្លះលីត្រទៀតហ្នឹងទឹកដោះគោខាប់ចំនួន1កំប៉ុងបងប្អូនពូមីងទាំងអស់គ្នាបាទបងប្អូនអាចជ្រើសរើសយកទឹកដោះគោខាប់ប្រភេទដូចរបស់ខ្ញុំអញ្ចឹងមកបងប្អូនពូមីងអានេះទឹកក្រូចឆ្មាស្រស់ណាបងប្អូនពូមីងបាទអត់មិនមែនធ្វើទឹកប្រហុកហើយបងប្អូនទិញទឹកក្រូចឆ្មាដបយកមកដាក់ឬមកក៏ដាក់ទឹកខ្មេះដាក់អីទេកុំបងប្អូនពូមីងត្រូវការច្របាច់ទឹកក្រូចឆ្មាស្រស់ដាក់ដូចខ្ញុំអញ្ចឹងបងប្អូនណា500 ml ឬមកក៏ស្មើនឹងកន្លះលីត្របងប្អូនពូមីងទាំងអស់គ្នាយើងធ្វើការក្លុកវាឲ្យយូរបន្តិចបងប្អូនសម្រាប់ប្រហុកដោយសារតែប្រហុកយើងឆ្អឹងផងបងប្អូនពូមីងណាអញ្ចឹងហើយត្រូវការក្លុកឲ្យយូរបន្តិចបងប្អូនពូមីងទាំងអស់គ្នាដើម្បីយើងប្រកាសចិត្តថាវាម៉ត់ទាំងឆ្អឹងម៉ត់ទាំងសាច់ប្រហុកបងប្អូនពូមីងណាពេលដែលក្លុកទៅបងប្អូនឃើញអត់ឃើញទាំងទឹកប្រហុកយើងឡើងសស្គូបងប្អូនពូមីងទាំងអស់គ្នាបាទដោយសារតែយើងប្រើទឹកដោះគោប្រើអីលាយអញ្ចឹងបងប្អូនពូមីងហើយរូបមន្តនេះគឺទឹកប្រហុកហ្នឹងគឺអត់រាវទេបងប្អូនណាមកល្មមឆ្ងាញ់តែម្ដងបងប្អូនពូមីងទាំងអស់គ្នាចាំមើលពេលដល់ពេលចុងក្រោយគឺបងប្អូនឃើញហើយដូចបងប្អូនឃើញនៅខាងដើមវីដេអូខ្ញុំដាក់ឲ្យមើលអញ្ចឹងបងប្អូនណាគឺបានប្រហែលជាទឹកប្រហុកហ្នឹងទាំងទឹកទាំងប្រហុកទាំងអីទាំងអស់ហ្នឹងគឺបានប្រហែលជា6លីត្របងប្អូនពូមីងទាំងអស់គ្នាបាទវាបានជាងកន្លះកាដុង10លីត្រណាបងប្អូនចឹងហើយវាប្រហែលជា6លីត្របងប្អូនពូមីងបាទហើយក្លុកនេះគឺវារៀងយូរបន្តិចបងប្អូនពូមីងទាំងអស់គ្នាសន្យាជាមួយខ្ញុំបងប្អូនណាកុំភ្លេចជួយ share ម្នាក់មួយផងបងប្អូនពូមីងដើម្បីបានកន្លឹះនឹងរូបមន្តមួយនេះបានទៅដល់បងប្អូនថ្មីដែលគាត់ចង់លក់សាច់គោអាំងទឹកប្រហុកឬមួយក៏ចង់លក់អីហូបជាមួយទឹកប្រហុក
ពោះគោទឹកប្រហុកសាច់គោដុតទឹកប្រហុកអីស្រេចតែចិត្តបងប្អូនពូមីងណាបាទឲ្យតែបងប្អូនធ្វើតាមខ្ញុំធានាថាឆ្ងាញ់តែម្ដងបងប្អូនពូមីងទាំងអស់គ្នាបាទប្រៃផ្អែមមកល្មមឆ្ងាញ់វាអត់ប្រៃទេបងប្អូនពូមីងយើងផ្ទាប់ជាមួយនឹងទឹកប្រហុកកាលណាសាបខ្លាំងពេកក៏ហូបអត់ឆ្ងាញ់ដែរបងប្អូនពូមីងដោយសារយ៉ាងម៉េចដោយសារតែយើងផ្ទាប់ជាមួយនឹងបន្លែបងប្អូនណាពាក្យច្រើនគឺហូបទឹកប្រហុកគឺដឹងតែផ្ទាប់ជាមួយបន្លែហើយបងប្អូនណាមានតែយោងចេកមានតែសក់លបោយអីគ្រប់មុខអញ្ចឹងមកបងប្អូនចូលចិត្តពិសាចង់ញ៉ាំអីដាក់នឹងមកបងប្អូនពូមីងទាំងអស់គ្នាបាទបងប្អូនឃើញទឹកប្រហុកឡើងខាប់ហ៎បងប្អូនពូមីងបាទឡើងខាប់បងប្អូនពូមីងមើលមកល្មមតែម្ដងនៅយើងដាក់ពេលដែលយើងដាក់ដួសដាក់ចានឲ្យភ្ញៀវគឺវាយើងត្រូវការដាក់គុលក្រីនិងម្ទេសហិលសណ្ដែកដីអីទៀតបងប្អូនពូមីងអញ្ចឹងឲ្យមកល្មមតែម្ដងបងប្អូនពូមីងវាមិនរាវពេកទេបងប្អូនទឹកប្រហុកកាលណារាវខ្លាំងពេកជ្រលក់ទៅគឺអត់ចាប់ជាតិជាមួយនឹងបន្លែជាមួយនឹងសាច់ទេបងប្អូនពូមីងទាំងអស់គ្នាមិនបាទខ្ញុំហ៊ាននិយាយអញ្ចឹងខ្ញុំអត់ធ្លាប់ហូបផងមិនបាទថាហ៊ាននិយាយអញ្ចឹងបងប្អូនពូមីងដោយសារតែភាគច្រើនគឺខ្ញុំធ្វើទៅគឺភ្ញៀវសរសើរថាឆ្ងាញ់បងប្អូនពូមីងទាំងអស់គ្នាបាទទាំងសឹងតែ 95% ហើយភ្ញៀវសរសើរថាឆ្ងាញ់ណាបងប្អូនពូមីងបាទភាគតិចណាស់ដែលភ្ញៀវថាអូប្រៃឬមកក៏ផ្អែមពេកអីអញ្ចឹងពេកសាបពេកអីអញ្ចឹងណាបងប្អូនពូមីងបាទតែភ្ញៀវខ្ញុំ 95% គឺឆ្ងាញ់ទាំងអស់បងប្អូនពូមីងបាទរូបមន្តមួយហ្នឹងណាបងប្អូនពូមីងបាទមិនបានខ្ញុំហ៊ាននិយាយអញ្ចឹងដោយសារតែភ្ញៀវពេលខ្លះគាត់មកគាត់ស្គាល់ខ្ញុំធ្វើការនៅនឹងជាង10ឆ្នាំហើយបងប្អូនណាប្រហែលជា3-4-10ឆ្នាំហើយបងប្អូនអាហ្នឹងគិតតែនៅមកកន្លែងណាបើគិតជាធ្វើជាចុងភៅវិញប្រហែលជាជាង20ឆ្នាំទៅហើយបងប្អូនពូមីងចិត្ត20ឆ្នាំលើស20ឆ្នាំផងមិនដឹងបងប្អូនពូមីងទាំងអស់គ្នាបាទនេះប្រហុកយើងចាប់ផ្ដើមកិនមកបំពង់ទៀតមកបើយើងកិនដាក់ច្រើនពេកខ្លាចវាឆេះម៉ាស៊ីនក្លុកឆេះអីបងប្អូនពូមីងណាអញ្ចឹងហើយយើងដាក់មកល្មមទៅយើងអត់មានប្រញាប់ទៅណាផងបងប្អូនពូមីងណាបាទចឹងហើយយើងដាក់មកល្មមទៅធ្វើយ៉ាងម៉េចឲ្យវាធូរម៉ាស៊ីនក្លុករបស់យើងបន្តិចណាបងប្អូនពូមីងបាទបើសិនជាយើងដាក់ច្រើនខ្លាំងពេកទី1ហានិភ័យខ្លាចឆេះម៉ូទ័របងប្អូនណាម៉ូទ័រនេះទិញមួយសិតតែ100ជាងបងប្អូនពូមីងទាំងអស់គ្នាបាទយើងធ្វើការចាក់ទៅដោះគោខាប់យើងបន្តិចមកទឹកយើងនៅក្នុងផ្តិលហ្នឹងមិនតន់ថែមទឹកទៀតទេណាបងប្អូនពូមីងអានេះទឹក1លីត្រកន្លះមិនតន់ថែមទៀតទេនៅក្នុងផ្តិលហ្នឹងបងប្អូនពូមីងទាំងអស់គ្នាបាទបងប្អូនមើលហើយកុំភ្លេចជួយ share បងប្អូនខ្ញុំនិយាយដែលយ៉ាងបងប្អូនបាទរូបមន្តមួយនេះល្អបងប្អូនពូមីងអត់មានចុងភៅណាឬមកក៏អ្នកណាគេអើពើធ្វើបង្ហាញបងប្អូនពូមីងហត់ទាំងកាយឯងហត់ទាំងការងារទៀតបងប្អូនណាកាត់តវីដេអូឲ្យបងប្អូនមើលទៀតបងប្អូនពូមីងទាំងអស់គ្នាបាទហើយមកនិយាយផ្ទាល់បងប្អូនពូមីងព្រោះអីចង់ឲ្យបងប្អូនពូមីងទាំងអស់គ្នាចេះធ្វើរូបមន្តទៅវាស្រួលបងប្អូនតែបើបងប្អូនទាំងអស់គ្នាធ្វើតាមខ្ញុំហើយបងប្អូនភ្លួតអូថាវាប្រៃពេកបងប្អូនអាចដាក់ស្ករថែមទៀតបានតើបងប្អូនពូមីងបាទឬមួយក៏បងប្អូនថាអូវាស្ទើរទឹកដោះគោបងប្អូនអាចដាក់ទឹកដោះគោថែមទៀតបានបងប្អូនពូមីងណាបាទមិនមែនថាអូអត់តែធ្វើទៅដាក់តែប៉ុណ្ណឹងទៅដឹងឲ្យឆ្ងាញ់មិនមែនត្រូវមាត់បងប្អូនទាំងអស់គ្នាគ្រប់ទាំងអស់ទេបងប្អូនពូមីងព្រោះអីមនុស្សយើងម្នាក់គឺអាចហូបខុសគ្នាបងប្អូនពូមីងណាសូម្បីតែភ្ញៀវ100នាក់ឬមកក៏200នាក់ក៏មាន4-10នាក់ដែរថាមកហូបខ្ញុំអត់ឆ្ងាញ់បងប្អូនពូមីងអញ្ចឹងហើយមនុស្សរាប់ម៉ឺនរាប់លាននាក់ដែលមើលវីដេអូខ្ញុំគឺអត់ថាឆ្ងាញ់1-2ហ្នឹងគឺវាមិនជាបញ្ហាទេបងប្អូនពូមីងណាអញ្ចឹងហើយបងប្អូនពូមីងទាំងអស់គ្នាបើសិនជាចង់ធ្វើទឹកប្រហុកលក់បងប្អូនដូចជាធ្វើសាច់គោអាំងទឹកប្រហុកចង់រកស៊ីអីបងប្អូនអាចឆាតមកសួរខ្ញុំបានតាបងប្អូនចង់ស្លលក់ចង់ធ្វើអីធ្វើនេះធ្វើនោះទឹកស៊ុបកាទៀវផ្សេងបងប្អូនអាចសួរខ្ញុំបានទឹកស៊ុបកាទៀវអីខ្ញុំទៅតែធ្វើបង្ហាញហើយទេបងប្អូនពូមីងទាំងអស់គ្នាបាទខ្ញុំគឺប្រាប់បងប្អូនពូមីងទៅត្រង់តែម្ដងខ្ញុំអត់មានលាក់លៀមអីទេបងប្អូនពូមីងទាំងអស់គ្នាបាទបើខ្ញុំចេះលាក់លៀមនោះខ្ញុំលាក់យូរហើយបងប្អូនពូមីងខ្ញុំមិនធ្វើ page 2 page 3ហើយផុសចូល YouTube ផងផុសចូលក្នុង
TikTok ផងផុសចូលក្នុង Facebook ផងបងប្អូនពូមីងទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាឆាតមកសួរខ្ញុំច្រើនបងប្អូនពូមីងឆាតមកលេងខ្ញុំច្រើនបាទហើយខ្ញុំក៏ឆ្លើយទៅវិញទៅបងប្អូនពូមីងសួរខ្ញុំក៏ខ្ញុំឆ្លើយទៅបើបងប្អូនឆាតមកអរគុណខ្ញុំក៏អរគុណទៅវិញណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណបងប្អូនពូមីងទាំងអស់គ្នាតែងតែជួយគាំទ្រនិងជួយ like ជួយ share follow page ខ្ញុំហើយនឹង YouTube របស់ខ្ញុំបងប្អូនពូមីងណានៅក្នុង TikTok អីក្តីបងប្អូនពូមីងណាហើយជាស្រ័យផងបាទពេលខ្លះហ្នឹងខ្ញុំក៏មានការងារធ្វើរវល់ច្រើនបងប្អូនធ្វើម្ហូបធ្វើអីអញ្ចឹងទៅឆ្លៀតពេលបានកាត់តវីដេអូបានលេងអីតិចតួចអញ្ចឹងទេបងប្អូនពូមីងបើថាតាមតាយើងទំនេរនោះមិនទំនេរទេបងប្អូនពូមីងរវល់រាល់ថ្ងៃបងប្អូនពូមីងទាំងអស់គ្នាតែគ្រាន់តែយើងឆ្លៀតពេលតិចទៅពេលខ្លះអញ្ចឹងប្រហុកហ្នឹងក៏បានប្រពន្ធទេបងប្អូនពូមីងទាំងអស់គ្នាបើសិនថាធ្វើខ្លួនឯងវិញគឺខ្ញុំពើមបងប្អូនពូមីងបងប្អូនទាំងអស់គ្នានិយាយមួយម៉ាត់ថាពើមប្រហុកតាំងតែពីទូចមកបងប្អូនពូមីងបិទតាធ្វើចុងភៅតែអត់ហូបប្រហុកទេបងប្អូនបាទអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយបងប្អូនឃើញអត់ខាប់ឡើង